សួស្តីសិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបរៀនលំហាត់ពួកយើងតាក់ទងជាមួយនឹងលំហាត់កំហាប់ម៉ាស់បន្តិចអញ្ចឹងតើយើងមកមើលប្រធានលំហាត់យើងតិចមកគេថា solution សង្កសី hydroxide មានម៉ាស់60ក្រាមនិងមានកំហាប់25%ដាក់ឲ្យមានប្រតិកម្មជាមួយ solution អាស៊ីតក្លូរីត្រិក HCl ហ្នឹងក្រៅប្រតិកម្មគេទទួលបានអំបិលនិងទឹកចូលសំណុកកអំណើមាន2កហើយខកគណនាម៉ាស់សង្កសី hydroxide សុទ្ធខគណនាម៉ាស់ទឹកដែលកកើតអញ្ចឹងយើងមកពិនិត្យមើលតិចម៉ាស់សង្កសី hydroxide សុទ្ធអញ្ចឹងប្រឡងនឹងសំដៅលើម៉ាស់សុទ្ធអញ្ចឹងមកពិនិត្យមើលប្រធានបទតិចតោះម៉ាស់សុទ្ធនឹងបែបនេះអញ្ចឹងគេថា solution សង្កសី hydroxide មានម៉ាស់60ក្រាមនិងមានកំហាប់25%អញ្ចឹងមកគេបញ្ជាក់ប្រាប់យើងថាមានកំហាប់25%អញ្ចឹងបញ្ជាក់ថា60ក្រាមដែលគេឲ្យនេះមិនមែនជាម៉ាស់សុទ្ធទេជាម៉ាស់ solution ទេអញ្ចឹងម៉ាស់សុទ្ធគឺម៉ាស់សំដៅទៅលើម៉ាស់ដែលមានត្រឹមតែ25%នៃ60ក្រាមនេះទេអញ្ចឹងយើងទៅរកទាំងអស់គ្នាតាអញ្ចឹងយើងមានរូបមន្តតាក់ទងកំហាប់រូបមន្តរបស់វាគឺ40%ស្មើ ms តេគុណ100លើ ms ដែល ms តេជាម៉ាស់សុទ្ធ ms នេះជាម៉ាស់ solution អញ្ចឹងប្រធានមហាត់ដែលយើងកំពុងរកម៉ាស់សុទ្ធហ្នឹងគឺសំដៅទៅរក ms តេអញ្ចឹង40%ຂະຫນាត់គិតជាភាគរយ ms តេຂະຫນាត់ក្រាម ms ຂະຫນាត់គិតក្រាមដូចគ្នាអញ្ចឹងទៅរកវាតាអញ្ចឹងប្រធានមហាត់យើងរក ms តេតាមមកបោះរូបមន្តមួយខ្ញុំអញ្ចឹង ms តេ100នេះខ្ញុំចាត់ទុកម្ដុំហ្នឹងជាមួយ ms ខាងក្រោមហ្នឹងប្រហែលទីចែកអញ្ចឹងខ្ញុំបោះ ms ទៅចែកបោះទៅដូចជាគុណអញ្ចឹង40%គុណជាមួយនឹង ms អង្គទី2របស់យើងនៅសល់ ms តេគុណនឹង 100%ប្រភេទក៏ទុកដែរបោះមកខាងអង្គទី1មកទុក ms វា ms តេអញ្ចឹង40%គុណជាមួយនឹង ms ចែកឲ្យ100គុណបោះមកដូចជាចែកនឹង 100%អញ្ចឹងខាងអង្គទី2របស់យើងនៅសល់តែ ms តេទេអញ្ចឹងខ្ញុំត្រឡប់ ms តេឲ្យវាមកខាងអង្គទី1វិញអញ្ចឹងនេះដាក់មកដូរខាងអង្គទី2វិញអញ្ចឹងទៅជា40%គុណនឹង ms mass solution លើ 100%តោះចាប់ផ្ដើមចំនួនលេខចូល40%កំហាប់ជាភាគរយអញ្ចឹង solution acid សង្កសី hydroxide ដែលគេប្រាប់ហ្នឹងកំហាប់របស់វាគឺ25%គុណ mass solution ត្រឹមតែ60ក្រាមចែកឲ្យ 100%អញ្ចឹងទូទាត់លេខនឹងអ្នកគ្នាទៅអញ្ចឹងពេលទូទាត់ហើយខ្ញុំឃើញចម្លើយ15ក្រាមអញ្ចឹងអ្នកគ្នារកឃើញហើយអញ្ចឹងដូចនេះម៉ាស់សង្កសី hydroxide សុទ្ធ ms តេរបស់វាគឺ15ក្រាម